ព្រឹកនេះសម្ដេចតេជោហ៊ុនសែនអញ្ជើញជាអធិបតីដឹកនាំមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសសមាគមអតីតយុទ្ធជនកម្ពុជាភ្នំពេញសម្ដេចតេជោហ៊ុនសែនប្រមុខរដ្ឋស្ដីទីនិងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជានៅព្រឹកថ្ងៃទី29ខែកញ្ញាឆ្នាំ2025នេះបានអញ្ជើញជាអធិបតីដឹកនាំមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសសមាគមអតីតយុទ្ធជនកម្ពុជាត្រូវបានផ្ដួចផ្ដើមបង្កើតឡើងដោយសម្ដេចអគ្គមហាសេនាបតីតេជោនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាសប៉ាំហ៊ុនសែននិងបានបើកមហាសន្និបាតតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសលើកទី1នៅថ្ងៃទី21ខែមិថុនាឆ្នាំ2007ជាប្រវត្តិសាស្ត្រមួយដែលពុំធ្លាប់មាននៅកម្ពុជាធ្វើឲ្យសាធារណមតិជាតិអន្តរជាតិនិងអតីតយុទ្ធជនទូទាំងប្រទេសអបអរសាទរក្រោយមកមហាសន្និបាតតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសលើកទី2បានប្រព្រឹត្តទៅនាថ្ងៃទី1ទី2ខែកញ្ញាឆ្នាំ2015នៅរាជធានីភ្នំពេញដើម្បីកែសម្រួលលក្ខន្តិកៈនិងរចនាសម្ព័ន្ធដឹកនាំឲ្យស្របទៅនឹងសភាពការថ្មីសម្ដេចអគ្គមហាសេនាបតីតេជោនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស5ហ៊ុនសានស្ថាបនិកមេកាធេឯកបិតាសន្តិភាពនៃកម្ពុជាគឺជាវរជនឆ្នើមដែលបានលះបង់គ្រប់បែបយ៉ាងនិងបានយកជីវិតធ្វើជាដើមទុនដើម្បីបុព្វហេតុជាតិមតិជាតិនិងប្រជាជនបានរួមចំណែកដឹកនាំចលនាតស៊ូរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុលពតរហូតទទួលបានជោគជ័យជាប្រវត្តិសាស្ត្រនៅថ្ងៃទី7ខែមករាឆ្នាំ1979តាមរយៈការដឹកនាំដ៏ឆ្លៀសឆ្វៃនិងប៉ិនប្រសប់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានដាក់ចេញគោលនយោបាយឈ្នះឈ្នះដែលបានពន្លត់ភ្លើងសង្គ្រាមទាំងស្រុងនៅកម្ពុជាចាប់ពីថ្ងៃទី29ខែធ្នូឆ្នាំ1998បាននាំមកនូវពន្លឺសន្តិភាពក្រាគ្របលើដែនសុវណ្ណភូមិប្រជាជនរស់នៅដោយសុខសុវត្ថិភាពពេញបរិបូរណ៍ទទួលបានឯកភាពទឹកដីកងកម្លាំងប្រដាប់អាវុធទាំងអស់និងអតីតយុទ្ធជនខឹងជំលក់បានធ្វើសមារកម្មរួមរូបក្រុមដំបូលរាជរដ្ឋាភិបាលតែមួយអតីតយុទ្ធជនជាវីរជនមានគុណបំណាច់ខ្ពស់ចំពោះជាតិនិងប្រជាជនតាមរយៈការរួមចំណែកក្នុងចលនាតស៊ូរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ក្លាហានប្រយុទ្ធតទល់នឹងខ្មាំងសត្រូវនិងបានចូលរួមស្វែងរកសន្តិភាពកសាងជាតិនិងការពារបូរណភាពទឹកដីប្រឆាំងអំពើឈ្លានពានពីបរទេសតាមរយៈគុណបំណាច់ដ៏ធំធេងនេះរាជរដ្ឋាភិបាលនិងសង្គមជាតិបានយកចិត្តទុកដាក់ដល់កិត្តិយសផ្ដល់របបគោលនយោបាយសមស្របតាមសភាពសេដ្ឋកិច្ចជាតិព្រមទាំងជួយឧបត្ថម្ភទាំងស្មារតីនិងសម្ភារៈរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាជានិច្ចតែងតែចាត់ទុកស្មារតីនៃការតស៊ូដ៏អង្អាចក្លាហាននិងពលកម្មដ៏ស្មោះស្ម័គ្ររបស់អតីតយុទ្ធជនកម្ពុជាដើម្បីបុព្វហេតុជាតិមតិជាតិជាគំរូវីរភាពស្នេហាជាតិដ៏ឧត្តមឧត្តមនិងជាគុណបំណាច់ដ៏ធំធេងដែលបានកត់ត្រាទុកក្នុងប្រវត្តិសាស្ត្រជាតិដើម្បីរំលឹកអំពីវីរភាពនិងគុណបំណាច់របស់អតីតយុទ្ធជនចំពោះជាតិនិងប្រជាជនរាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចលេខ31សសច